ការប្រកួតតង់ទី1បានបញ្ចប់ដោយសារកំហុសត្រូវបានគេនាំមុខវិញបាទក្រោយទៅពីនាំមុខគេបានតែប្រហែលនាទីទេបាទដោយសិតបញ្ចូលទីដល់ Mason Mount បន្ទាប់មកលោក Shaw ធ្វើឲ្យមានបាល់ចូលទីខ្លួនឯងហើយនឹងការតែតបញ្ចូលទីដោយ Kevin Scott បាទនាំមុខ2-1ទម្រង់លេងពាក់កណ្ដាលតង់ទី1គឺល្អគួរសមទៅហើយប៉ុន្តែបែរជាផ្លាត់ស្នៀតនៅពេលដែល Brentford ដាក់សម្ពាធខ្លាំងពេកបាទធ្វើឲ្យ Man U លេងយ៉ាងភ័ន្តជើងហើយកណាចូលមិញចង់តង់ទី1ហ្នឹងអើយបាទទាត់បាល់ខុសទៀតអាមិនបានទៅជាអញ្ចឹងអើយបាទធាមានអីនិយាយទេណាមានអីនិយាយមានអីនិយាយបើដល់អញ្ចឹងហ្នឹងតែសំខាន់រឿងទាត់បាល់ខុសមិញអូកណាចូលមែនអូកណាចូលដល់ប៉ុណ្ណឹងមានស្អីដល់លើហ្នឹងមករយៈក្រោយតែអញ្ចឹងហ្នឹងទាត់បាល់ខុសរហូតហ្មងទាត់បាល់ខុសយើងការបញ្ចប់ទីគាត់ខ្សោយហ្មងតែប៉ុណ្ណឹងអញ្ចឹងតែបាស៊ីបានល្អវិញបាស៊ីគាត់ថាក្លុបអីបើអត់គាត់ពិបាកមិនបាស៊ីបានរហូតហ្នឹងហើយព្រោះថាអស់ស្លាប់អស់ឲ្យអស់អ្នកលេងអញ្ចឹងចាំបើអត់គាត់ពិបាកតែថាសួរថាគាត់បញ្ចប់ទីល្អអត់មិនទេអត់ទេឥឡូវបញ្ចប់ទីអត់បានដូចមុនសោះណាចូលឥឡូវធ្លាក់បញ្ចប់ទីព្រោះនេះឲ្យបដូរចូលចុងដាក់ហាសនាមឲ្យអាតារីចុងមកអីស្អីគេពេជ្រឃាតចុងមកពេជ្រឃាតចុងមកបាទឥឡូវចាំប្រគួតនេះឲ្យតែបានស្មើយល់បាទលោកសបើនិយាយពីលោកសវិញប៊ីអូនហ្គោលតាំងពីអាដើមតង់បាទចុងក្រោយអូនហ្គោលតបានបាទសយមែនទេអីចាំមើលតាំងពីទៀតណាអត់ទេបាល់ហ្នឹងបើចាញ់ក៏ខ្ញុំអត់ថាដែរព្រោះអីយើងអត់មានភារកិច្ចអីមួយ Premier League ទៀតទេលេងប្រគប់កិច្ចហ្នឹងហើយប៉ុណ្ណឹងទៅបងប្អូនចាំមើលទៅចាំជួបគ្នា Final Europa League ប៉ះជាមួយ Spurs ហេលឿនមែន